ជប់សិននៅទាំងអស់គ្នាកុំទោះណាអូរំលងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាផ្កាដ៏ស្រស់ស្អាតបែបនេះធ្វើឡើងដោយរបៀបណាតោះទៅមើលវីដេអូពេញរបស់ខ្ញុំទាំងអស់គ្នាបាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីរបៀបចាក់ពុម្ពផ្កាក៏ដូចជាការរៀបចំផ្កាឲ្យមានសោភ័ណភាពស្រស់ស្អាតដើម្បីកុំឲ្យខាតពេលយូរតោះទៅមើលវីដេអូជាមួយខ្ញុំទាំងអស់គ្នាត្រង់ចំណុចនេះផងដែរកមួនរបស់យើងក៏បានរលាយស្អាតសពគ្រប់អស់ខ្ញុំចាប់ផ្ដើមវាស់សីតុណ្ហភាពម្ដងទៀតដើម្បីចង់ដឹងថាតើសីតុណ្ហភាពមួយនេះយើងអាចយកបាននៅដើម្បីយើងយកទៅចាក់ពុម្ពរបស់យើងសម្រាប់ការចាក់ក្រមួនពុម្ពផ្កាមិនថាផ្កាអីក៏ដោយទេបើសិនជាផ្កាណាកាន់តែពិបាកអ្នកទាំងអស់គ្នាត្រូវដាក់ក្រមួនឃ្មុំឲ្យបានច្រើនជាងក្រមួនសណ្ដែកបានជម្រាបជូនបងប្អូនទាំងអស់គ្នាពីមុនមកអញ្ចឹងគឺការចាក់ពុម្ពទៀនគឺយើងត្រូវតែយកក្រមួនសណ្ដែក 50% និងក្រមួនឃ្មុំ 50%បើសិនជាអ្នកទាំងអស់គ្នាចាក់មានអារម្មណ៍ថាអ្នកទាំងអស់គ្នាចាក់អត់បានស្អាតឬក៏ចាក់អត់ចេញឧទាហរណ៍ចាក់ក្រមួនផ្កាឈូកពុម្ពផ្កាឈូកក៏ដូចជាពុម្ពផ្កាណាដែលមានស្រទាប់ស្ដើងអ្នកទាំងអស់គ្នាអាចបន្ថែមទៅលើក្រមួនឃ្មុំដើម្បីឲ្យវាចាក់មកមិនបាក់សន្លឹកសម្រាប់សីតុណ្ហភាពនៅពេលដែលយើងដាក់ក្លិនវិញសម្រាប់សីតុណ្ហភាពដែលធ្វើឲ្យក្លិនខាំជាប់ជាមួយនឹងក្រមួនតែម្ដងគឺយើងត្រូវតែមានសីតុណ្ហភាពពី60ទៅ70អង្សាសេកាន់មកដល់ត្រង់ចំណុចនេះផងដែរថ្ងៃនេះខ្ញុំចាក់ពុម្ពផ្កាឈូកដោយសារតែពុម្ពផ្កាឈូកនេះគឺវារៀងពិបាកនៅក្នុងការចាក់ដោយសារតែស្រទាប់របស់វាទូចហើយនឹងស្ដើងដោយសារតែផ្កាឈូករបស់យើងគឺមានបដូលពណ៌លឿងអញ្ចឹងដូចនេះយើងត្រូវចាក់បដូលវាមុនដើម្បីឲ្យងាយស្រួលនៅក្នុងការចាក់ចេញមកគឺចេញបដូលពណ៌លឿងនិងផ្កាខាងក្រៅពណ៌ផ្កាឈូកហើយនៅក្នុងនេះផងដែរខ្ញុំមានផ្កាពីរ3ម៉ូតទៀតដែលចាក់មកជាមួយគ្នាផងដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរអ្នកទាំងអស់គ្នាទស្សនាវីដេអូនេះជាមួយនឹងខ្ញុំទាំងអស់គ្នាថាតើខ្ញុំចាក់ផ្កាឈូកនេះចេញដែរឬអត់សម្រាប់ផ្កាឈូកធំនេះគឺជាការចាក់លើកទី1របស់ខ្ញុំអញ្ចឹងខ្ញុំក៏អត់ច្បាស់ដែរដោយសារតែផ្កាឈូកទូចនោះខ្ញុំចាក់រហូតទៅ2 3ដងទើបខ្ញុំអាចចាក់ចេញអញ្ចឹងនៅពេលដែលយើងចាក់បដូលហើយយើងរងចាំរហូតដល់បដូលរបស់យើងស្ងួតទើបយើងអាចចាក់ក្រមួនបន្តទៀតបានមកដល់ត្រង់ចំណុចនេះខ្ញុំបានរំលាយក្រមួនសណ្ដែកនិងក្រមួនទៀនដល់យកពណ៌ដាក់បន្ថែមនៅពណ៌ផ្កាឈូកដោយសារតែពុម្ពយើងថ្ងៃនេះគឺខ្ញុំចាក់ពុម្ពផ្កាឈូកច្រើនពេលនេះខ្ញុំសូមជ្រើសរើសយកពណ៌ផ្កាឈូកប៉ុន្តែផ្កាឈូកខ្ញុំនេះរាងស្ដើងបន្តិចដោយសារតែខ្ញុំអត់សូវជាចូលចិត្តពណ៌ផ្កាឈូករាងដិតទេអញ្ចឹងយើងចាក់ជាមួយនឹងផ្កាឈូកមុនអ្នកទាំងអស់គ្នាសម្រាប់ការដាក់ពណ៌វិញអ្នកទាំងអស់គ្នាដាក់ចន្លោះសីតុណ្ហភាពមួយណាក៏បានដែរតែអ្នកទាំងអស់គ្នាគិតថាវាស័ក្តិសមអាចនឹងដាក់ពីក្រោយក្លិនក៏បានដែរអ្នកទាំងអស់គ្នាសារតែពណ៌យើងមានទាំងពណ៌ទឹកមានទាំងពណ៌គោកសម្រាប់ពណ៌គោកគឺយើងអាចរំលាយជាមួយនឹងក្រមួនរបស់យើងនៅពេលដែលក្រមួនរបស់យើងកំពុងតែក្តៅចឹងទៅពណ៌ហ្នឹងគឺចេញដូចគ្នានៅក្នុងវីដេអូនេះផងដែរខ្ញុំក៏សូមអធិស្ឋានចំពោះបងប្អូនទាំងអស់គ្នាដែលរងចាំទស្សនាវីដេអូរបស់ខ្ញុំតែដោយសារតែថ្ងៃនេះខ្ញុំរៀង late តិចដោយសារតែរដងខ្ញុំផុសនៅម៉ោង4ល្ងាចឬក៏ម៉ោង5ល្ងាចថ្ងៃនេះខ្ញុំប្រហែលជាអាចឈានចូលដល់ម៉ោង8ដោយសារតែរវល់ការងារអញ្ចឹងសូមអធិស្ឋានចំពោះអ្នកទាំងអស់គ្នាផងសម្រាប់បងដែលចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច Subscribe ឲ្យខ្ញុំមួយផងណាតោះទៅមើលថាការចាក់ក្រមួនទៀនរបស់ខ្ញុំថានឹងចេញទៅជាយ៉ាងណាបន្ទាប់ពីយើងចាក់ក្រមួនរបស់យើងចូលទៅក្នុងពុម្ពហើយយើងត្រូវការចាំរហូតដល់ពុម្ពរបស់យើងក៏រឹងនិងត្រជាក់ទើបយើងអាចចាក់ក្រមួនរបស់យើងចេញពីពុម្ពយើងមកវិញអ្នកទាំងអស់គ្នាឃើញនៅក្នុងស្រទាប់ផ្ការបស់ខ្ញុំគឺខ្ញុំបានដាក់ឈើដោយសារតែខ្ញុំចង់យកវាមកធ្វើជាផ្កាដែលដោតចូលនឹងថោបានសម្រាប់ពុកម៉ែបងប្អូនដែលអត់ចង់ឮសលេងរបស់ខ្ញុំហើយចង់ឲ្យវាលោតាសអ្នកទាំងអស់គ្នាអាច comment ប្រាប់ខ្ញុំនៅខាងក្រោមវីដេអូនេះបានណាអ្នកទាំងអស់គ្នាហើយសម្រាប់បងប្អូនដែលចង់ឮសលេង background អូខេខ្ញុំអាចដាក់សលេង background បានតែអ្នកទាំងអស់គ្នាត្រូវ comment ប្រាប់ខ្ញុំជាមុនសិនដោយសារតែខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នាចង់បានបែបណានៅក្នុងថ្ងៃនេះគឺខ្ញុំចាក់ពុម្ពស្លឹកឈូកដូចគ្នាដោយសារតែខ្ញុំចាក់ពុម្ពផ្កាឈូកហើយគឺខ្ញុំត្រូវតែមានស្លឹកឈូកដើម្បីនៅពេលដែលខ្ញុំធ្វើការ decor គឺខ្ញុំមានម្ដងទាំងអស់តែម្ដងហើយសម្រាប់ផ្កា daisy ខ្ញុំថ្ងៃនេះគឺខ្ញុំដាក់ឈើសម្រាប់ធ្វើដើមរបស់វាដូចគ្នាហើយ daisy ខ្ញុំថ្ងៃនេះគឺសុំពណ៌បៃតងតែម្ដងរៀនធ្វើចិត្តឲ្យត្រជាក់មានពេលទំនេរសុំច្បាប់ពីចិត្តអ្នកបាន3នាទីកុំឲ្យវាគិតរឿងផ្សេងអ្នកទាំងអស់គ្នាឃើញពុម្ពផ្កាឈូកទូចមុនហ្នឹងអត់គឺខ្ញុំហែកមកគឺវាខ្ទេចហ្មងតែខ្ញុំធ្វើវារដងអត់ដល់អីទេ
ប៉ុន្តែឲ្យខ្ញុំភ្លេច record វីដេអូដោយសារតែខ្ញុំគិតថាឲ្យខ្ញុំបកមកវានឹងអត់អីទេដោយសារតែខ្ញុំធ្លាប់ចាក់វាហើយប៉ុន្តែមានណាលើកហ្នឹងចាក់មកគឺខ្ទេចអញ្ចឹងមកមើលខ្ញុំចាក់ការជុកធំវិញម្ដងនៅទាំងអស់គ្នាថាមិនដែរ រៀនធ្វើចិត្តឲ្យត្រជាក់មានពេលទំនេរសុំច្បាប់ពីចិត្តអ្នកបាន3នាទីកុំឲ្យវាគិតរឿងផ្សេង អូយនៅទាំងអស់គ្នាអើយអាទូចក៏មិនដល់អាធំក៏ដូចទូចគឺបកមកគឺខ្ទេចទាំងអស់ហ្មងអញ្ចឹងខ្ញុំសម្រេចថាខ្ញុំត្រូវចាក់ម្ដងទៀតប៉ុន្តែលើកនេះគឺខ្ញុំចាក់វាទុករហូតដល់មកយប់ផឹកឡើងទើបខ្ញុំចាប់ផ្ដើមបកវាឡើងវិញណាទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់ដឹងថាវីដេអូខាងក្រោយការជុកខ្ញុំមិនដែរកុំភ្លេចចូល comment នៅក្នុងវីដេអូនេះផងណាអរគុណច្រើនសម្រាប់ការទស្សនា